សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែប៉ុន្តែវាក៏ជាកម្លាំងចិត្តមួយក្នុងការជំរុញឲ្យពួកខ្ញុំខិតខំប្រឹងប្រែងសិក្សារៀនសូត្រទទួលបាននូវសមិទ្ធផលល្អក្នុងការប្រឡងខាងមុខនេះហើយនេះខ្ញុំក៏សូមអរគុណលោកគ្រូអ្នកគ្រូដែលបានលះបង់ពួកខ្ញុំទោះបីជាពួកខ្ញុំបានប្រព្រឹត្តអំពើឆ្គាំឆ្គងមិនស្ដាប់តាមតម្រាប់មិនស្ដាប់តាមការព្រៀនប្រដៅយ៉ាងណាក៏ដោយខិតខំដើម្បីគ្រប់គ្នាត្រឹមចង់តែស្ដាប់ទៅឲ្យទោះបីជាពួកខ្ញុំលេងច្រើនមកស្ដាប់លោកគ្រូអ្នកគ្រូក៏លោកគ្រូនឿយប៉ុណ្ណាចំពោះពួកខ្ញុំទាំងអស់គ្នាហើយណាមិនដែលស្ដីលះបង់តែកម្លាំងកាយនិងកម្លាំងចិត្តច្បាស់នឹងបានទូមានទាំងបណ្ដាពួកខ្ញុំទាំងអស់គ្នាខ្លះជាមនុស្សល្អនៅដែលមានសុជីវធម៌នៅដែលមានសុខសប្បុរសនៅក្នុងខ្លួនហើយខ្ញុំសូមជូនពរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលមានសុខភាពល្អទៅណែមកណែមានសុខសុវត្ថិភាពហើយជាចុងក្រោយខ្ញុំស្រឡាញ់លោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានបង្ហាត់បទរៀននាងខ្ញុំដោយក្តីស្រឡាញ់និងចេញពីបេះដូងហើយថែមទាំងផ្ដល់ដំបូន្មានល្អៗដើម្បីខ្ញុំក្លាយជាមនុស្សម្នាក់ដែលមានចំណេះដឹងនិងមានសីលធម៌ក្នុងសង្គមជាចុងក្រោយខ្ញុំសូមជូនពរឲ្យលោកគ្រូអ្នកគ្រូទាំងអស់មានសុខភាពល្អនិងខ្ញុំស្រឡាញ់លោកគ្រូអ្នកគ្រូទាំងអស់គ្នាមួយវិញទៀតទោះបីខ្ញុំជាសិស្សម្នាក់ដែលនៅឆ្ងាយពីម៉ាក់ប៉ាក៏លោកគ្រូអ្នកគ្រូតែងតែធ្វើជាម្ដាយនិងឪពុកទីអរគុណទៅដល់ការខិតខំបង្រៀនរបស់អ្នកគ្រូទាំងអស់ហើយក៏ដូចជាដំបូន្មាននៃការពេលប្រដៅណែនាំផ្សេងៗដែលធ្វើឲ្យពួកខ្ញុំខិតខំរៀនសូត្រនិងដើរទៅរកតែផ្លូវល្អហើយមានអរបានចំណាយពេលវេលាមានតម្លៃសម្រាប់បង្ហាត់បង្រៀនខ្ញុំក៏ដូចជាអប់រំទូន្មានណែនាំស្ដីប្រដៅលើកទឹកចិត្តនិងតម្រង់ទិសដើម្បីទៅរកអនាគតមួយដែលជាចង់បង្រៀនប្រកបដោយការយកចិត្តទុកដាក់ហើយថែរក្សាដល់សិស្សអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំទូន្មានពីបដៅសិស្សឲ្យក្លាយទៅជាមនុស្សដែលប្រកបទៅដោយធនធាននៅក្នុងសង្គមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលតែងតែព្យាយាមបង្ហាត់បង្រៀនពន្យល់ណែនាំខាងដំណើរទឹកចិត្តដើម្បីឲ្យពួកយើងទទួលបាននីតិល្អចំពោះការប្រឡងបាត់ដំណេកខាងមុខអរគុណលោកគ្រូហើយក៏សូមអរគុណកូនសិស្សម្នាក់នេះសន្យាថានឹងព្យាយាមយកការទូន្មានរបស់លោកគ្រូអ្នកគ្រូយកមកប្រើប្រាស់នៅក្នុងជីវិតឲ្យបានល្អនិងជាពិសេសនោះគឺពួកខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីទទួលយកលទ្ធផលល្អនៃការចិត្តគឺគ្រូអាចចង់មកបងសិស្សហ្នឹងគ្រូអត់មានដើរខំគ្រូក៏តាមតាមជំនាញរបស់គ្រូស្ដីឲ្យសាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា